រៀបសួរសួស្តីនៅឯដល់អំពូមីងបងប្អូនទាំងអស់ទាំងគ្រីស្ទបរិស័ទទាំងមិនមែនជាគ្រីស្ទបរិស័ទជាជនរួមជាតិតែមួយអរគុណព្រះអង្គដែលពេលវេលានេះគឺជាពេលវេលានៃការដែលយើងរំលឹកអំពីព្រះរាជកំណើតរបស់ព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គបានយាងមកប្រសូតនៅលើផែនដីហើយព្រះអង្គមានព្រះនាមថាអេម៉ាញូអែលជាព្រះដែលគង់នៅជាមួយនឹងយើងហើយក្នុងឱកាសនៃការដែលធ្វើពិធីរំលឹកព្រះរាជកំណើតរបស់ព្រះអង្គយើងបាននាំនៅអំណោយដែលជាគ្រឿងឧបភោគដល់បងប្អូនយើងជាជនភៀសសិទ្ធនៅខាងតំបន់ខេត្តបន្ទាយមានជ័យមកពីម៉ាឡៃមកពីអូជ្រៅហើយនឹងប៉ោយប៉ែតហើយខ្ញុំដឹងថាពួកយើងខ្ញុំមានគ្នាតិចហើយមានចំនួនកញ្ចប់ក៏តិចហើយអ្វីដែលជាការដែលសំខាន់បំផុតនោះគឺជាការផ្ដែផ្ដាំដល់បងប្អូនអំពូមីងទាំងអស់គ្នាថាសូមឲ្យនឹកចាំអំពីព្រះយេស៊ូវជាព្រះដែលនឹងសង្គ្រោះអំពូមីងបងប្អូនយ៉ាងពិតប្រាកដព្រោះព្រះអង្គគឺជាព្រះសង្គ្រោះជាព្រះដែលគង់នៅជាមួយនឹងយើងចាំជួយចាំសង្គ្រោះយើងហើយយើងខ្ញុំមកគឺបានជួបតែបងប្អូនយើងប្រហែលជាជាង700នាក់តែខ្ញុំជឿថាសារជាសម្លេងហើយនឹងវីដេអូនេះនឹងទៅដល់បងប្អូនទាំងអស់គ្នាច្រើនជាង100នាក់ហើយបានទៅដល់លើសពីកម្រិតដែលខ្ញុំអាចទៅបានហើយអ្វីដែលខ្ញុំចង់ជម្រាបទៅបងប្អូននោះគឺនៅក្នុងស្ថានភាពឥឡូវនេះទោះបីជាយើងខ្ញុំមិនបានពិសោធន៍ដោយផ្ទាល់ជាមួយនឹងសំឡេងស្នូរគ្រាប់ដែលកំពុងតែផ្ទុះហើយនឹងធ្លាក់តែយើងខ្ញុំអាចមានអារម្មណ៍ដឹងហើយទោះបីជាយ៉ាងណាក៏មិនអាចដឹងដូចដែលបងប្អូនអំពូមីងបានជួបប្រទះដោយផ្ទាល់ពីទុក្ខលំបាកនៃការដែលរត់ចោលផ្ទះសម្បែងហើយជាពិសេសខ្ញុំជឿថាអំពូមីងបងប្អូនបន់ស្រន់ធ្វើយ៉ាងណាឲ្យតែបានរួចអំពីការទាំងអស់នោះប៉ុន្តែខ្ញុំសូមលើកទឹកចិត្តឲ្យអំពូមីងបងប្អូនសាកល្បងអំពាវនាវឲ្យអធិដ្ឋានបួងសួងទៅរកព្រះយេស៊ូវបិទព្រះអង្គបានមានបន្ទូលថាអ្នកណាដែលយកព្រះអង្គជាទីជម្រកនោះព្រះអង្គនឹងក្លាយទៅជាទីជម្រករបស់អ្នកនោះព្រះអង្គនឹងការពារគ្របបាំងជាខែលដែលការពារអស់លោកអ្នកបងប្អូនពីគ្រោះកាយគ្រោះអាសន្នពីគ្រាប់ផ្ទុះពីការបាញ់ពីការដែលមារសត្រូវបានមើលឃើញយើងហើយបងប្អូនអំពូមីងអាចសាកល្បងបានដូចជាខ្ញុំផ្ទាល់ខ្ញុំមានពិសោធន៍ជាមួយនឹងព្រះអង្គដោយផ្ទាល់នៅពេលដែលខ្ញុំបានជិះកង់នៅពេលយប់ចេញទៅទិញថ្នាំទុកឲ្យកូនការពារក្រែងលោកូនរបស់ខ្ញុំក្តៅខ្លួននៅពេលយប់នៅពេលនោះប្រហែលជាក្នុងម៉ោង8ជាង7-9យប់នៅផ្លូវម្ដុំផ្ទះខ្ញុំងងឹតស្រាប់នៅពេលដែលខ្ញុំជិះកង់ចិត្តទៅដល់កន្លែងអសត់ស្ថានខ្ញុំឮសូរសំឡេងស៊ីផ្លេពីក្រោយខ្ញុំឮសូរសំឡេងទីតហើយខ្ញុំមិនទាន់តែងាកខ្លួនតាន់ផងស្រាប់តែខ្លួនខ្ញុំផ្ទាល់លុតជង្គង់ធ្លាក់នៅលើដីនៅលើផ្លូវហើយកង់ដែលខ្ញុំជិះហ្នឹងខ្ទាតទៅមុខខ្ញុំប្រហែលជា1ម៉ែត្រ2ម៉ែត្រហើយពេលដែលកង់ខ្ញុំខ្ទាតហ្នឹងខ្ញុំឃើញម៉ូតូដួលទៅដល់ដីហើយអស់បែកការភ្លើងព្រាតនៅលើផ្លូវចម្ងាយប្រហែលជាចូល70-80ម៉ែត្រហើយពេលដែលខ្ញុំងើបឡើងខ្ញុំគ្រាន់តែបោះដីពីដៃហើយនឹងជង្គង់របស់ខ្ញុំទៅបានខ្ញុំដឹងថាគឺដោយសារតែព្រះជាព្រះដែលការពារហើយសង្គ្រោះខ្ញុំបើព្រះអង្គគឺព្រះអង្គការពារខ្ញុំព្រោះនៅពេលជារៀងរាល់ព្រឹកខ្ញុំតែងតែអធិដ្ឋានសូមឲ្យព្រះអង្គបានគ្របបាំងការពារខ្ញុំហើយខ្ញុំពឹងព្រះអង្គជាទីជម្រករបស់ខ្ញុំដូច្នេះខ្ញុំដឹងថាព្រះអង្គគឺជាព្រះដែលការពារខ្ញុំយ៉ាងពិតប្រាកដអស់លោកអ្នកបងប្អូនអាចសម័យមើលថាបើសិនជាម៉ូតូហ្នឹងមកបុកខ្ញុំមួយទំហឹងពេញតើខ្ញុំនឹងទៅជាយ៉ាងណាប្រហែលជាខ្ញុំមិនអាចមកឈរហើយនិយាយហើយអាចចូលរួមនៅក្នុងការចែកគ្រឿងឧបភោគបរិភោគដល់បងប្អូនយើងជាជនភៀសសិទ្ធនៅពេលនេះទេដូច្នេះខ្ញុំសូមអញ្ជើញឲ្យអំពូមីងបងប្អូនសាកល្បងយើងអាចនៅពេលដែលយើងភ័យយើងអាសន្នយើងយកដីមកដាក់នៅលើក្បាលរបស់យើងហើយយើងពឹងប្រធនីចុះហេតុអីយើងមិនអាចពឹងរកព្រះយេស៊ូវហើយសាកល្បងជាមួយនឹងព្រះអង្គមើលបាត់ព្រះអង្គមានបន្ទូលថាឲ្យសាកល្បងជាមួយព្រះអង្គហើយយើងនឹងឃើញថាតើព្រះអង្គគឺជាព្រះយ៉ាងដូចម្ដេចជាចុងក្រោយខ្ញុំសូមចង់បបួលអស់លោកអ្នកបងប្អូនបើសិនជាអស់លោកអ្នកបងប្អូនចង់សាកល្បងខ្ញុំនឹងបង្រៀនឲ្យអស់លោកអ្នកបងប្អូនអាចចេះអធិដ្ឋានដើម្បីសុំឲ្យព្រះយេស៊ូវជួយ
ក្របបាំងយើងការពារយើងបាទបើសិនជាបងប្អូនរួចរាល់ហើយអស់លោកអ្នកបងប្អូនរួចរាល់ហើយអាចធ្វើដូចខ្ញុំបានដោយនិយាយថាព្រះយេស៊ូវខ្ញុំដឹងថាព្រះអង្គជាព្រះសង្គ្រោះហើយព្រះអង្គនឹងការពារខ្ញុំពីគ្រោះកាចគ្រោះអាសន្នពីគ្រាប់ហើយបំបាំងខ្ញុំពីភ្នែកដែលគេមើលឃើញខ្ញុំនឹងរួចហើយមានជីវិតហើយមានសុវត្ថិភាពគ្មានគ្រាប់ផ្លោងគ្មានគ្រាប់បាញ់គ្មានមេរោគគ្មានគ្រោះអាសន្នរោគគ្រោះកាចបានប៉ះពាល់ដល់ខ្ញុំហើយនឹងគ្រួសាររបស់ខ្ញុំបានឡើយខ្ញុំសូមពឹងជ្រកនៅក្រោមម្លប់បារមីរបស់ព្រះអង្គហើយការពារខ្ញុំឲ្យមានសុខសុវត្ថិភាពទាំងក្រុមគ្រួសាររបស់ខ្ញុំនៅថ្ងៃនេះហើយនៅថ្ងៃខាងមុខខ្ញុំអរគុណព្រះអង្គដែលនៅព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន